ជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងតាយាយថ្ងៃនេះនាងខ្ញុំមកបង្ហាញពីវិធីធ្វើម្ហូបថ្មីមួយទៀតគឺត្រីបំពងត្រកួនមកចែករំលែកជូនពុកម៉ែបងប្អូនជាដំបូងយើងត្រូវមានខ្ទឹមសខ្ទឹមក្រហមម្ទេសដៃនាងម្ទេសម្លេបន្តមកទៀតយើងយកមកកិនចូលគ្នាឲ្យបានម៉ត់ល្អបើពុកម៉ែបងប្អូនអត់មានម៉ាស៊ីនកិនដូចជានាងខ្ញុំអាចចិញ្ច្រាំក៏បានដែរហើយគ្រឿងផ្សំបន្តទៀតនោះគឺត្រីក្រហមដែលយើងខ្វះមិនបានត្រីក្រហមនេះខ្ញុំមានចំនួន1ត្រីក្រហមនេះគឺកំប៉ុងខាំនាងខ្ញុំពេញមកពីផ្សារពុកម៉ែបងប្អូនឃើញមិញហ្នឹងគឺនាងខ្ញុំដាក់អំបិលដាក់ដើម្បីឲ្យវាអត់ជាប់ខ្ទះចាឃើញថាត្រីរបស់យើងគឺបានឆ្អិនហើយជាបន្តមកទៀតគឺយើងបំពងខ្ទឹមសឲ្យក្រហមតែខ្ទឹមសក្រហមហើយយើងចាក់គ្រឿងយើងដែលបានកិនហ្នឹងចូលកូរច្របល់ឲ្យឡើងឈ្ងុយសិមយើងថែមគ្រឿងប៊ីចេងស្ករសនឹងខ្ញុំដាក់ពីស្លាបព្រាទឹកត្រីកូរច្របល់ចូលឲ្យសព្វល្អយើងដាក់ប្រេងខ្យងរ៉តឌីយើងបង់ត្រកួនចូលត្រកួនពុកម៉ែបងប្អូនកុំឆាឲ្យឆ្អិនពេកយើងឆាតែមួយត្រឡប់បានហើយនាងខ្ញុំថែមរ៉តឌីចូលមួយស្លាបព្រាទៀតបន្តមកទៀតដាក់ទឹកអំពិលទុំចូលចំនួន3ស្លាបព្រាចាឃើញថាត្រីបំពងត្រកួនយើងបានឆ្អិនហើយពុកម៉ែបងប្អូននៅតាមគេហដ្ឋានអាចសាកធ្វើបានធានាថាឆ្ងាញ់អរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់